ជាមួយនឹងមិត្តភ័ក្ដិខ្ញុំម្នាក់បងឯងជឿថាពីមនុស្សដែលមិនជឿទៅលើអបិយជំនឿអត់ជឿសូម្បីតែ 1% ជាមនុស្សវិទ្យាសាស្ត្រ1 + 1 ត្រូវតែស្មើ2មិនអាចស្មើអីផ្សេងទេคล้ายទៅជាគុលម្នាក់ដែលជឿងប់នៅលើផ្នែកអបិយជំនឿសាច់រឿងហ្នឹងបានផ្លាស់ប្ដូរជីវិតរបស់គាត់តោះដើម្បីឲ្យបងប្អូនងាយយល់ខ្ញុំនឹងប្រាប់ទម្រង់គេហៅជីវវត្តសង្ខេបរបស់គាត់បន្តិចបាទចឹងជីវវត្តសង្ខេបរបស់គាត់គឺគាត់មានអាយុប្រហែលតណាខ្ញុំដូចគ្នា31 30ល្បាក់យើងនឹងល្បាក់ពួកយើងនឹងដូចគ្នាអញ្ចឹងគាត់មានបងប្អូន2នាក់គាត់ប្អូនបើគាត់ជាមនុស្សផុសហើយនឹងបងស្រីរបស់គាត់ដែលមានប្តីមានកូនម្នាក់មានម្ដាយម្នាក់ដែលចាស់ជរាដោយឡែកឪពុករបស់គាត់បានចែកឋានយូរហើយពួកគាត់នៅជាមួយគ្នានៅក្នុងផ្ទះល្វែងមួយនៅទីតាំងនៅក្នុងទីក្រុងភ្នំពេញអញ្ចឹងសមាជិករបស់គាត់ម្ដាយរបស់គាត់អាយុប្រហែលជា60ជាងហើយអញ្ចឹងណាអញ្ចឹងបកគោក្មួយប្រុសរបស់គាត់វិញអាយុប្រហែលជា6ឆ្នាំ7ឆ្នាំមិននិយាយទៅមកដឹងសាច់រឿងមកដឹងថាមានបញ្ហាអីនៅក្នុងផ្ទះឬក៏មិនហ្នឹងគាត់អាចយល់បានគាត់អាចប្រស្រ័យតាក់ទងបានសួរអីគាត់អាចឆ្លើយបានអញ្ចឹងណាអញ្ចឹងជារួមមកគាត់មានសមាជិក5នាក់ជាសមាជិកគោលដោយឡែកម្ដាយរបស់គាត់ក៏មានអ្នកមើលថែដែរមានអ្នកមើលថែម្ដាយរបស់គាត់ដែរបងស្រីគាត់គឺជាអាជីវករលក់នៅក្នុងផ្សារហើយគាត់ប្រកបរបរផ្សេងមួយទៀតខ្ញុំអត់ចង់ប្រហើបទេតែប្រហើបទៅវាអាចធ្លាយជីវវត្តផ្សេងទៀតអញ្ចឹងជាទូទៅផ្ទះរបស់គាត់មានអត្តចរិតមួយដែលស្រឡាញ់គ្រួសារអញ្ចឹងឧបមាថាបងជាបងប្អូនរបស់គាត់អញ្ចឹងបើបងមានបញ្ហាអីទៅពឹងពាក់គាត់ដូចខ្វះផ្ទះនៅគាត់អនុញ្ញាតឲ្យផ្ទះនៅហើយនៅប្រហែលនៅមកស្រួលខ្លួនដល់ដំណាក់កាលមួយដែលបងឯងត្រូវទៅបងឯងគិតថាបងឯងរកផ្ទះបានហើយបងឯងអញ្ជើញទៅក៏គាត់អត់ខាត់ដែរនិយាយទៅគាត់ទទួលរ៉ាប់រងនៅសុខទុក្ខរបស់បងប្អូនរបស់គាត់ណាអូខេអញ្ចឹងសាច់រឿងហ្នឹងគឺកើតឡើងនៅពាក់កណ្ដាលឆ្នាំ2022កើតឡើងមកដុំដើមហេតុដំបូងគឺមកដុំឆ្នាំ2022ពាក់កណ្ដាលឆ្នាំឆ្លងមកឆ្នាំ2023ទើបបញ្ចប់សាច់រឿងទាំងអស់អញ្ចឹងសាច់រឿងហ្នឹងគឺចេះនៅពាក់កណ្ដាលឆ្នាំ2022គាត់មានបងប្អូនម្នាក់ដែលឡើងមកពីខេត្តគាត់មានបញ្ហារបស់គ្រួសារឡើងលាក់ដែលខ្ញុំអត់ចង់ទៅស៊ីជម្រៅទេគាត់ក៏មកស្នាក់នៅគាត់ស្នាក់នៅហើយគាត់ក៏ចេញទៅវិញពួកគាត់ស្រឡាញ់គ្នាណាអត់មានបញ្ហាអីទេផុតពីគាត់មកដល់នេះសុកម្ដាយរបស់គាត់ឈឺធ្លាក់ខ្លួនឈឺហ្មងអាការៈរបស់គាត់គឺរបៀបម៉េចថប់ដង្ហើមអត់សូវមានកម្លាំងគេងអត់សូវស្កប់ទេចឹងមនុស្សចាស់តែអាយុដល់60ឆ្នាំអីធម្មតាទាំងម្ដាយយើងទាំងម្ដាយគេខ្ញុំមិនដឹងថាបន្ទប់របស់គាត់នៅជាន់ទី1ជាន់នៅទឿឬមិនទេគឺចាប់ផ្ដើមឡើងលេងរួចហើយត្រូវបងច្រើនទេជឿជង្គង់ជឿអីបាទវាប៉ះពាល់ជាមួយនឹងបញ្ហាជង្គង់ច្រើនចឹងដើម្បីកាត់បន្ថយហ្នឹងគាត់ក៏ទិញក្តារងឿខែឈើបាទខែឈើដាក់នៅជាន់ផ្ទាល់ដីដើម្បីឲ្យម្ដាយគាត់សម្រាប់ហើយគាត់ក៏បំពាក់កាមេរ៉ា CCTV កាមេរ៉ាការពារសុវត្ថិភាពហ្នឹងភ្ជង់មកចំម្ដាយរបស់គាត់អញ្ចឹងយកបរិវេណមួយដែលមើលពីម្ដាយរបស់គាត់ទៅពាក់កណ្ដាលផ្ទះខាងមុខបាទអញ្ចឹងក្នុងករណីហ្នឹងបើម្ដាយគាត់មានបញ្ហាអីទូរទស្សន៍ផ្សារភ្ជាប់ទៅបន្ទប់បងស្រីរបស់គាត់អញ្ចឹងបងស្រីរបស់គាត់ជាអ្នកធ្វើគាត់ជាអាជីវករលក់នៅក្នុងផ្សារគាត់ត្រូវតែងើបតាំងពីព្រលឹមហើយម៉ោង3ម៉ោង4គាត់មកត្រូវរៀបចំអាហារគាត់មកត្រូវអីអញ្ចឹងដើម្បីត្រៀមខ្លួនអញ្ចឹងគាត់តែងតែភ្ញាក់មើលឲ្យតែគាត់ងើបកណ្ដាលយប់ទៅបត់ជាងតូចអីគាត់ត្រូវមើលទូទស្សន៍ហ្នឹងហើយដើម្បីឲ្យដឹងថាអូម្ដាយគាត់នៅសុខទុក្ខល្អទេអត់មានបញ្ហាអីទេតែមានហេតុការណ៍មួយនៅពេលដែលគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺវឹកអ្នកផ្ទះហ្នឹងចាប់ផ្ដើមទិញរបស់ទៅឲ្យញ៉ាំហើយឧទាហរណ៍ដូចជាទឹកត្រចៀកកាំស៊ុបអីចឹងទៅថ្នាំចិនអីចឹងទៅបាទប៉ុន្តែអត់ឃើញអាការៈប្រសើរទៅណាទេនៅតែប៉ុណ្្នឹងមានយប់មួយនៅពេលដែលបងស្រីរបស់គាត់លើកទី1ដែលបត់ជើងងើបឡើងបត់ជើងយប់ឡើងណាម៉ោងប្រហែល12អញ្ចឹងទៅពួកគាត់គេងលឿនម៉ោង12អញ្ចឹងទៅឃើញម្ដាយរបស់គាត់ធម្មតាស្រាប់តែគាត់ងើបលើកទី2ប្រហែលជាម៉ោង3ទៅម៉ោង4ឃើញម្ដាយគាត់ស្លាប់នៅលើឥដ្ឋបាត់ហ្នឹងដួលនៅលើអត់ដឹងថាមូលហេតុអីដួលលើឥដ្ឋក៏ឆ្លេឆ្លាពេញផ្ទះជូនម្ដាយរបស់គាត់
ទៅពេទ្យបាទជូនទៅពេទ្យដឹងពេទ្យថាម៉េចទេសំណាងមែនតើបើសិនជាម្ដាយរបស់គាត់មកយឺតជាងនឹងតែ30នាទីត្រូវអស់ជីវិតហើយព្រោះមនុស្សចាស់ខ្យល់កោណូអញ្ចឹងយើងអត់ដឹងថាតើគាត់ខ្យល់កោពីម៉ោងប្រហែលទេប៉ុន្តែគ្រាន់តែពេទ្យប្រាប់ថាហេងមែនតើបើមកក្រោយនឹងតែកន្លះម៉ោងទេគ្រូណាបើដួលធម្មតាយើងគិតថាវាមិនអាចណាបាទតែនេះខ្យល់កោគឺតែជួយអត់ទាន់គឺផុតដែរបាទហ្នឹងហើយអញ្ចឹង30នាទីក្រោយគឺអាចប៉ះពាល់ដល់ជីវិតអញ្ចឹងគាត់ក៏បានកេងពេទ្យអីចឹងទៅឃើញថាអាការៈព្យួរសរោមព្យាបាលមួយរយៈគាត់ក៏ធូរស្បើយមកផ្ទះវិញពេលដែលគាត់មកផ្ទះវិញនេះខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំក៏ទេទៅរកគាត់អញ្ចឹងណាទេទៅមិត្តភក្តិខ្ញុំថាតោះទៅញ៉ាំអីក្រៅទៅហើយទៅគាត់ក៏ប្រាប់ថាអូម្ដាយរបស់គាត់ដួលទៅអត់មួយទេហើយយើងរាប់អានគ្នាស្និទ្ធដែរអញ្ចឹងណាដូចម្ដាយគាត់ដូចម្ដាយខ្ញុំណាខ្ញុំក៏ប្រាប់ថាអត់អីអញ្ចឹងខ្ញុំទៅលេងយើងបដូរពីទៅញ៉ាំអីទៅលេងវិញទៅលេងអញ្ចឹងខ្ញុំយកផ្លែឈើមកកន្ត្រកទៅសួរសុខទុក្ខគាត់នេះជាលើកទី1ដែលខ្ញុំទៅដល់ផ្ទះគាត់ណាចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាសម័យឲ្យឃើញថាផ្ទះរបស់គាត់មានសភាពបែបណាជាផ្ទះល្វែងនៅក្នុងទីក្រុងភ្នំពេញណាចឹងផ្ទះរបស់គាត់ធម្មតាផ្ទះល្វែងវានៅសល់ដីខាងមុខហើយណោះដីខាងមុខទុកចោតឡានទុកអីចឹងតែផ្ទះហ្នឹងមានសភាពប្រហែលជា20ឆ្នាំជាងហើយចឹងអាសនីចាស់មានអាសនីថ្មីຂະຫນាតរបស់យើងប្រហែល14ម៉ែត្រកម្រមាន16ម៉ែត្រដែរត្រូវទេតែអាសរីចាស់វាអាច16ម៉ែត្រអីចឹងទៅសល់ដីខាងមុខធំអីចឹងទៅចឹងអាដីខាងមុខហ្នឹងគាត់ធ្វើដូចដំបូលសាំងសីបិទចិត្តដើម្បីចតឡានខាងក្នុងនឹងបានហើយនៅខាងស្ដាំដៃនៅពេលយើងដើរចូលភ្លាមវាមានពទាលដើមឈើអីចឹងទៅតោះខ្ញុំនិយាយយល់ដើរចូលទៅដល់ភ្លាមអ្វីដែលខ្ញុំសង្កេតឃើញមានជាន់ឡៅទឿមួយនៅជាន់ឡៅទឿហ្នឹងពីមុខវាតែងតែមានសញ្ញានៅសល់បន្តិចហើយហ្នឹងហើយចឹងគាត់ដាក់កង់ម៉ារបស់គាត់ត្រូវហើយហ្នឹងហើយខាងស្ដាំដៃរបស់គាត់អ្វីដែលខ្ញុំចាប់អារម្មណ៍គឺមានកន្លែងគ្រូសំណុំសវ៉ាចាប់ទៅលើធ្នើចាប់លើធ្នើគ្រូសំណុំសវ៉ាដួងកែវមើលទៅឲ្យត្រង់គឺទូឈើទូមានច្រកមួយខាងឆ្វេងដៃដើម្បីដើរទៅជាក្រានបាយមានក្រែមួយដែលជាក្រែរបស់ម្ដាយគាត់ហ្នឹងនៅចំពីមុខទូនឹងតែម្ដងតែរបស់គាត់មានលក្ខណៈរៀងជាអៀតបន្តិចដូចរៀងសុបប្រមុខណាយល់តោះខ្ញុំនិយាយអញ្ចឹងខ្ញុំក៏និយាយគ្នាជាមួយគាត់អីអញ្ចឹងទៅសួរសុខទុក្ខគាត់យកផ្លែឈើជូនគាត់អីអញ្ចឹងទៅតែសម្រាប់ខ្ញុំអត់ថាខ្ញុំអ្នកចេះខ្ញុំអ្នកអីទេអញ្ចឹងសូមបងប្អូនមេត្តាយល់ខ្ញុំមិនមែនអ្នកចេះទេគ្រាន់តែមានអារម្មណ៍ទទួលដឹងថាបងដូចអត់ស្រួលទេអត់ស្រួលទេបងមានអារម្មណ៍ដូចផ្ទះគាត់រៀងស្លុបរៀងដូចងឹតតែបើកភ្លើងអស់ហើយមិនក៏ងឹតចឹងហើយខ្ញុំកេះប្រពន្ធខ្ញុំដែរថាបងមានអារម្មណ៍អត់ស្រួលចឹងណាតោះមកខ្ញុំក៏អង្គុយយូរទៅជុំមិនក៏ផ្ទះហ្នឹងកាន់ល្ងឹតទៅចឹងអារម្មណ៍ដូចរៀងតិចខុសធម្មតាសលេងកលេចមើលខាងស្នាមដៃខ្ញុំឃើញអាសនៈគ្រូសំណុំហ្នឹងណាអាសនៈជាកន្លែងដែលអ្នកជឿគោរពបំផុតអត់មានរឿងអីត្រូវរៀបអត់ស្រួលទេប៉ុន្តែសម័យថាចេះតែបន្ទប់ដាក់អញញ៉ៃចឹងសធរដងអីត្រូវមានដបូលត្រូវដូចមានជីឡាវគ្រូសូម្បីជីឡាវហ្នឹងក៏វាដែរដូចមានអារម្មណ៍ថាវាអត់ស្រួលហ្មងចឹងខ្ញុំក៏តែអត់ស្អាតបាទអត់ស្អាតបាទរៀបអត់ស្រួលអត់មានអីគឺបន្ទប់ញ៉ៃចឹងខ្ញុំក៏ចេញមកវិញខ្ញុំក៏និយាយមួយប្រពន្ធខ្ញុំថាចេះអូណាផ្ទះហ្នឹងដូចអត់សូវស្រួលសោះហើយប្រពន្ធដូចអត់សូវរបៀបងឹតអត់រិស័យតែប្រពន្ធខ្ញុំប្រាប់ថាអើយផ្ទះគេចាស់ហ្នឹងណាចុះ20ឆ្នាំជាងហ្នឹងទាំងពណ៌ថ្នាំទាំងអីវារៀងចាស់ហើយមកពីផ្ទះចាស់ដឹងមកពីពូលអ៊ីវដឹងទៅបានលើប៉ះពាល់អារម្មណ៍របស់ខ្ញុំថាមិនមែនទេបំពូលអ៊ីវខ្ញុំដឹងថាពូលអ៊ីវហើយតែអារម្មណ៍មួយហ្នឹងវាពិបាកនឹងនិយាយវាមានអារម្មណ៍ថាដូចសម្ពាធវាមានសម្ពាធមានស្អីមួយដែលរៀងធ្ងន់ហ្នឹងគេហៅសធប់ចូលទៅសធប់យើងហ្នឹងហើយរៀងសធប់ហ្នឹងហើយអូខេយប់ដែលខ្ញុំចេញមកផុតហ្នឹងអ៊ំស្រីចូលពេទ្យទៀតគាត់ទេមកថាអ៊ំស្រីទៅពេទ្យទៀតហើយអញ្ចឹងពេលទៅដល់ពេទ្យក៏ដាក់សេរ៉ូមដាក់អីមួយថ្ងៃពីរថ្ងៃធម្មតាវិញមកដល់ផ្ទះឈឺទៀតអាការៈដដែលអស់កម្លាំងទៅពេទ្យម្ដងទៀតទៅដល់ពេទ្យម្ដងទៀតពេទ្យដាក់អីមកមានមកកម្លាំងដើរធម្មតានិយាយទៅគាត់ទៅមនុស្សធម្មតាទៅដល់ពេទ្យគឺមនុស្សធម្មតាតែម្ដងយល់
ចឹងក៏យកមកផ្ទះវិញអាការៈដដែលទៀត និយាយទៅចូលផ្ទះហ្នឹងគឺទូន ឲ្យតែចូលដល់ផ្ទះគឺអាការៈមកដូចដើមហើយដល់ពេលអញ្ចឹងទៅពេទ្យម្ដងទៀតប្រាប់ពេទ្យហ្មងថាឥឡូវ check ឲ្យស្រួលបួសថាម្ដាយរបស់គាត់ហ្នឹងឈឺស្អីខ្លះពេទ្យប្រាប់ថាគាត់អត់ដឹង check មិនទេបើអត់ឈឺអីផងអត់មានឈឺអីទាំងអស់ check អាចមានជំងឺមនុស្សចាស់តែមិនអាចដល់ថាទៅដល់ផ្ទះវាទៅជាមនុស្សផ្សេងណាវាអាចមានអាហ្នឹង ពេទ្យថារបៀបថាឈឺជង្គង់មនុស្សចាស់ មនុស្សចាស់ហ្នឹងហើយជំងឺមនុស្សចាស់ តែមនុស្សស្រីទៀតណា ត្រូវហើយ អញ្ចឹងអូតូម៉ាទិកគាត់ត្រូវតែឈឺជង្គង់ហើយតែផុតពីហ្នឹងវាអត់មានជំងឺអីដែលធ្វើឲ្យគាត់អស់កម្លាំងដើរអត់កើតអត់វាថប់អត់មានតែម្ដងអត់មានតលតែសោះអញ្ចឹងក៏បែកកណិតដែរពួកគាត់បែកកណិតណាបែកកណិតទៅហៅគ្រូបែកកណិតទៅហៅគ្រូចៃដនអីគ្រូគាត់ខ្ញុំថាគ្រូល្អចោះខ្ញុំឲ្យនាមថាជាគ្រូល្អចោះព្រោះគាត់អត់មានបានទាបច្ច័យអីទេគឺដាក់តាមសទ្ធាហើយការពិនិត្យមើលរបស់គាត់និយាយទៅវាដូចពេកដូចខ្លាំងពេកអូខេអញ្ចឹងដឹងអ្នកគ្រូនឹងថាម៉េចទេគ្រូមករូបនឹងប្រាប់តែចេះអ្នកដែលនៅក្នុងផ្ទះហ្នឹងណាគឺព្រាយដែលមកតាមពទាលដែលដាំផ្ទាល់ដៃដែលមកពីខេត្តប្រាប់ទាំងខេត្តដែលមកទៀតវាធួតស៊ីគ្នាមកដូចគ្នាបែបបិទពេកគាត់ថាគឺពទាលមួយហ្នឹងអញ្ចឹងពួកគាត់ដឹងអញ្ចឹងណាក៏សុំបរឲ្យអ្នកគ្រូហ្នឹងមកជួយអញ្ចឹងគាត់មិនងាយចាញ់ទេគាត់អត់ងាយចាញ់ទេចៃដន្យអីគាត់ក៏ចេញមកជួយខាន់តែនឹងសិនមុននឹងដល់ថ្ងៃដែលប្រារព្ធពិធីមុនថ្ងៃគ្រូមកដល់ហ្នឹងហើយមុនថ្ងៃគ្រូមកដល់ពួកគាត់ចាប់ផ្ដើមយកមកពិភាក្សាគ្នាថាអូខេមានរឿងអីគេខ្លះបញ្ហាអីគាត់សួរម្ដាយគាត់មុនគេគាត់សួរម្ដាយគាត់ថាតើហេតុអីបានគាត់ដួលម្ដាយគាត់ប្រាប់ថាអញ្ចឹងអត់ដឹងមិនដែរថ្ងៃនោះគាត់ចង់ងើបទៅបត់ជើងតូចស្រាប់តែមានសម្ោលមួយខ្មៅហ៊ុញគាត់ឲ្យសកត់គាត់យកហ្មងអូខ្ញុំនិយាយព្រឺមែនតើខកពោះឃើញទស្សនភាពមួយហ្នឹងណាហ៊ុញគាត់សកត់គាត់យកគាត់អង្គើខ្លួនអត់រួចហើយគាត់និយាយថារបៀបថាយោអញ្ចឹងណារបៀបអញ្ចឹងហ្នឹងហើយអញ្ចឹងហ្នឹងករណីទី1ករណីទី2បងស្រីរបស់គាត់ហ្នឹងក៏ជួបដែរមិនមែនអត់ជួបទេតែគាត់អត់ជឿអញ្ចឹងគាត់អត់គិតថាធម្មតាគាត់ថាមានថ្ងៃមួយគាត់កំពុងតែធ្វើម្ហូបធម្មតាកំពុងតែឈរធ្វើម្ហូបធ្វើស៊ុបមើលកដៅមើលភ្លើងអញ្ចឹងគាត់មានអារម្មណ៍ថាមានមនុស្សម្នាក់ឈរឲ្យអឺតកមកតាមប្រឡោះស្នារបស់គាត់មើលមកឆ្នាំងសុកថាពងធ្វើអីគាត់ទទួលអារម្មណ៍ដឹងហ្មងថាមានក្បាលមួយអឺតមកសាកសម័យថាដូចមានគេឈរពីក្រោយអឺតហ្នឹងហើយដូចអឺតថាខ្មៅធំមែនទែនហើយអឺតមកអូភឺអឺតមកអញ្ចឹងគាត់មានអារម្មណ៍នឹងព្រាមគាត់កលេចមើលអត់មានមនុស្សទេករណីទី3มันមានអ៊ំមួយខ្ញុំប្រាប់ថាមានអ៊ំមើលម្ដាយគាត់ចាស់ត្រូវទេអូខេមើលម្ដាយគាត់ចាស់ហ្នឹងណាចៃដនអីគាត់ប្រហែលជាយល់លេសមិនដឹងឬក៏មិនដឹងនៅអត់កើតមិនដឹងគាត់ជួបរឿងអីមិនដឹងណាគាត់សុំទៅស្រុកវិញដល់ពេលទេទៅសួរគាត់ថាមានរឿងអីអត់គាត់ថាមានប្រទាលមួយមុននឹងប្រទាលនឹងចូលដល់ផ្ទះមុននឹងប្រទាលនឹងចូលដល់ផ្ទះជានាងផ្ទះមកពយុសពមកស្ដីឲ្យគាត់ចោលមុខសុំទោសខ្ញុំនិយាយឲ្យដូចសំឡេងរបស់គាត់ថាអញ្ចឹងជានាងផ្ទះពួកឯងឈួតទេយកខ្មៅចូលផ្ទះអញ្ចឹងគាត់យកសពឃើញអញ្ចឹងហើយគាត់អត់ដឹងខ្លួនគាត់គាត់ថាហើយយកសំអញ្ចឹងធម្មតាទៅអត់ប្រាប់អ្នកផ្ទះអត់ប្រាប់អីទាំងអស់ករណីទី3ណាចូលដល់ករណីទី4មិត្តភក្តិខ្ញុំផ្ទាល់នេះគាត់ថាគាត់នៅផ្ទះពេលខ្លះឮសលេងរត់នៅលើឡៅទឿដែលនៅឡៅទឿហ្នឹងគឺទ្វារខូចឮសលេងដូចគេបិទបើកទ្វាររត់ចុះរត់ឡើងឮសំលេងជើងច្បាស់មែនតើទាំងនៅក្នុងផ្ទះហ្នឹងមិនមានអ្នកណាម្នាក់ទេថ្ងៃដែលគាត់ថ្ងៃណាខ្លះគាត់ទៅគេងឡៅទឿហ្នឹងណាហើយគាត់ចាក់សោអញ្ចឹងគាត់ខ្ទាស់គាត់របៀបយកខ្សែចងអញ្ចឹងណាគឺគោះយកហ្មងសាហាវមែនតើគឺគោះយកតែម្ដងអញ្ចឹងអាហ្នឹងចប់ប៉ុណ្្នឹងរហូតដល់ថ្ងៃដែលធ្វើពិធីវិជ្ជគាត់ទុកម្ដាយរបស់គាត់នៅពេទ្យអត់ឲ្យមកផ្ទះទេអ្នកគ្រូគាត់អញ្ជើញទៅដល់ពេទ្យតែម្ដងធ្វើពិធីប្រោះភូមិចឹងគាត់សូត្រអីហើយគាត់ប្រោះភូមិលើករាសីបណ្ដេញបិទបាំងបល័យរបស់គាត់ចេះរបៀប
បល័យបិទបាំងបល័យអីចឹងណាដើម្បីកុំឲ្យខ្មោចនឹងតាមអីទៀតព្រោះមកផ្ទះហ្នឹងអ្នកដែលរិស័យខ្សោយជាងគេគឺម្ដាយរបស់គាត់គាត់ចាស់ត្រូវទេអ្នកផ្សេងគេរិស័យនៅល្អអញ្ចឹងមានតែអ្នកហ្នឹងឯងដែលគាត់ដែលខ្មោចព្រាយហ្នឹងដែលអាចយកបានណាអញ្ចឹងក្នុងករណីហ្នឹងហើយព្រោះព្រំបិទបាំងម្ដាយរបស់គាត់ព្រោះទឹកលើរិស័យបងឯងនឹងមានហេតុការណ៍អីបន្ទប់ពេទ្យមិនមែនជន់ផ្ទាល់ដីទេណាជន់ទី3ទី4ណាបិទចិត្តទ្វារបិទចិត្តអត់មានប្អួយណាចំហគឺបិទចិត្ត4ប្រជុំបិទចិត្តមាន7បែងមួយហោះចូលអត់ដឹងណាមកពីប្រឡោះណាហោះចូលកលឹងម្ដាយគាត់3ជុំកលឹង3ជុំបាត់អានេះត្រង់ចំណុចហ្នឹងខ្ញុំនឹងនិយាយតិចទៀតដូចគ្នាអូខេអញ្ចឹងផុតពីព្រោះព្រំឲ្យគេចាប់ផ្ដើមធ្វើហើយចាប់ផ្ដើមធ្វើយកព្រាយហ្នឹងចេញពីផ្ទះហើយយកព្រាយហ្នឹងចេញពីផ្ទះគេមានកតូងគេធ្វើកតូងគេធ្វើអានគេហៅអីគេកតូងអញ្ចឹងណាប៉ែហ្នឹងហើយគេធ្វើប៉ែមានសាច់ឆៅសាច់ឆ្អិនអីអញ្ចឹងយកចេញទៅអញ្ចឹងណារៀបចំឲ្យអស់លើកទី3ឲ្យអស់មានអ្នកឃើញណានៅពេលដែលគ្រូហ្នឹងកាន់ប៉ែឡើងលើឡានណាជិះទៅហ្នឹងណាមានព្រាយអង្គុយចិត្តគាត់ទៅតាមប៉ែហ្នឹងគឺមានអ្នកឃើញហើយឃើញច្បាស់ទៀតគឺព្រាយក្បាល8ឃើញច្បាស់ហ្មងហើយជិះទៅចប់ហើយអស់ប្រោះព្រំជើញលោកអីមកបោះកំរាលអីប្រោះព្រំហើយអស់ផ្ទះហ្នឹងពេលខ្ញុំទៅដល់ដងក្រោយហ៎បងផ្ទះចាស់តាដែលទាំងអស់តែអារម្មណ៍ផ្សេងគ្នាមួយជាពីរត្រូវអាហ្នឹងវាចឹងឯងអារម្មណ៍ផ្សេងគ្នាមួយជាពីរដែលម្ដាយគាត់មកដល់ទល់រងថ្ងៃហ្នឹងគឺសុខភាពល្អមែនតើហើយខ្ញុំសួរគាត់ថាមិនបានជឿអញ្ចឹងគាត់ថាចេះឥឡូវបើសិនជាកើតឡើងលឿនហ្នឹងឆ្នាំវាយអត់បាត់ពេទ្យប្រាប់ថាអត់មានជំរើសហើយស្រាប់ធ្វើប្រព័ន្ធនេះអស់មិនដល់20រៀលផងហ្នឹងស្រាប់អ្វីប្រែប្រួលនេះហើយមានអ្នកឃើញច្បាស់យកមកប្រាប់ទៀតគឺអត់អញ្ចឹងតែផ្លាស់ប្ដូរពីគាត់មនុស្សមិនជឿសុទ្ធខ្លាយទៅជាជឿអញ្ចឹងតកតងបញ្ហាមួយនឹងដែរទៅលើអបិយជំនឿខ្ញុំចង់ជំរាបជូនបងប្អូនមិនជំរុញឲ្យជឿទេប៉ុន្តែបើអ្នកជឿចាត់ទុកថាហ្នឹងជាចំណេះដឹងថ្មីត្រូវចាំថាខ្មោចព្រាយបិសាចនៅពេលដែលនៅក្នុងផ្ទះមិនដែលឧបមាថាគេធ្វើបុគ្គល A ហ្នឹងអញ្ចឹងមិនមែនច្បាស់ថាបុគ្គល A ហ្នឹងអ្នកធ្វើត្រូវទេបើបុគ្គល A ហ្នឹងនៅតែខ្ញុំគិតថាមានអាស្រ័យរឿងដែលខ្ញុំបានចែកម្លែកពីមុនហ្នឹងក៏បាននិយាយដែរថាបើបុគ្គលហ្នឹងនៅមានរិស័យខ្ពស់ត្រូវតែរកអ្នករិស័យទាបជាងគាត់ក្នុងការធ្វើហើយត្រូវទេបងហ្នឹងហើយបើមិនចឹងធ្វើអត់កើតទេអញ្ចឹងហើយទៅបានជាមនុស្សចាស់អ្វីដែលបារម្ភបំផុតគឺជាមនុស្សចាស់ទៅបងបាទអញ្ចឹងបងអាចបញ្យល់បន្ថែមហេតុអីបានជាមនុស្សចាស់គេប៉ុន្តែហ្នឹងគេហៅថាបើយើងមើលតាមរាសីគេហៅថាមនុស្សចាស់វាមើលទៅវាមិនមែនថារាសីមនុស្សចាស់គឺរាសីគាត់ទាបទេបាទកាលហ្នឹងទៀងត្រូវមើលទៅលើថ្ងៃខែឆ្នាំកំណើតរបស់គាត់ទៀតអ្នកខ្លះរាសីទាបពេលក្មេងអញ្ចឹងពេលក្មេងគឺគាត់ឃើញច្រើនតែពេលចាស់រាសីគាត់ខ្ពស់គាត់ទៅជាអត់ឃើញរឿងហ្នឹងគាត់ទៅជាអត់ចាប់អារម្មណ៍ទៅលើរឿងហ្នឹងតែអ្នកខ្លះគាត់មានរាសីទាបពេលចាស់អញ្ចឹងនៅពេលដែលគាត់អាយុបញ្ជនគាត់ដល់ពេលដែលរាសីទាបគាត់អាចនឹងត្រូវពេលគេធ្វើអញ្ចឹងហើយអញ្ចឹងកន្លែងនេះហើយដែលគេចូលចិត្តឲ្យមនុស្សចាស់ពាក់ត្បូងពាក់ខ្សែកអញ្ចឹងយើងឃើញចាស់ចិនណាចិនទៅជឿចិនកាត់ខ្មែរយើងកាត់ចិនណាគាត់ចូលចិត្តពាក់អាបតងខ្សែកស្ដាងហើយពាក់ដល់នេះហើយមានត្បូង5 6ពណ៌បាទអាហ្នឹងគឺសុទ្ធតែមានអត្ថន័យរបស់គេអាហ្នឹងគេហៅថាជួយគ្រប់គ្រងស្ថិរភាពរាសីរបស់គាត់មួយហើយទី2អាត្បូងហ្នឹងគេរើសទៀតគេយក5ពណ៌គេយកពណ៌ដែលត្រូវមួយថ្ងៃខែឆ្នាំកណាគាត់ជាក់ស្ដែងដើម្បីពាក់ឲ្យគាត់ទៅឲ្យគាត់ការពាររាសីរបស់គាត់ហ្នឹងហើយហើយកុំឲ្យគាត់ឃើញអីប្រេះប្រដាស់ប៉ុន្តែមនុស្សយើងនឹងមានរាសីទាបនៅពេលដែលយើងចិត្តផុតអ្នកណាក៏ឃើញដែរបាទហ្នឹងក៏ជាចំណេះដឹងមួយដែរអ្នកដែលគាត់មានមនុស្សចាស់នៅក្នុងផ្ទះណាគួរតែមានហើយបើសម្រាប់ហ្នឹងមិញហ្នឹងយើងសម្រាប់អាម៉ាគាត់យាយគាត់ពាក់ខ្សែកតែបើសម្រាប់អាកុងយើងអាចធ្វើជាអញ្ជៀនមាសឲ្យគាត់ក៏បានដែរឬមួយក៏អញ្ជៀនហ្នឹងត្បូងមកគ្រាប់ទៅក៏ជួយការពាររាសីគាត់ដូចគ្នាដែរចឹងហ្នឹងក៏ជាចំណេះដឹងមួយដែរបាទអូខេអញ្ចឹងតកតងពីបញ្ហាបកមកវិញអញ្ចឹងបងប្អូនទាំងអស់គ្នាសូមមេត្តាប្រយ័ត្នប្រយែងមែនទែនព្រោះពេលខ្លះរឿងហេតុដែលខ្ញុំបានដឹងមួយចំនួនខ្មោចព្រាយបិសាចដែលចូលមកដល់ក្នុងផ្ទះយើងចេះតែថាអូបើជានាងផ្ទះអ្នកថែរក្សានៅនឹងមិនក៏គាត់ឲ្យចូលចុះបើគេមកតាមម្ចាស់ផ្ទះហ្នឹងអញ្ចឹង case មួយចំនួនករណីមួយចំនួនដែលខ្ញុំបានដឹងរបៀបថា
ជំនាញផ្ទះសួរថាមកតាមណាគេថាមកតាមម្ចាស់ផ្ទះអញ្ចឹងគេអត់មានសិទ្ធអីក្នុងការបិទបាំងទេអញ្ចឹងមានតែឲ្យចូល ហ្នឹងហើយ អញ្ចឹងតាមវិធីណាអានេះជាករណីថ្មីណាអញ្ចឹងបងប្អូនមេត្តាប្រយ័ត្នប្រយែងមែនទេក្នុងលេខចំណុចហ្នឹងអាចមកតាមលក្ខណៈដូចជាគ្រឿងសង្ហារឹមដែលយើងទិញប្រភេទគ្រឿងអលង្ការដែលយើងទិញដែលមិនស្គាល់ប្រភពមិនមែនធ្វើថ្មីជ្រឿងតែម្ដងតែទិញឧទាហរណ៍ដូចជាខ្សែអង្កាំដែលមានប្រភពជាឈើ បាទ បាទយើងអត់ដឹងថាឈើហ្នឹងគេយកឈើស្អីមកធ្វើទេ អីក៏អូ ក្លំអីចឹងទៅអត់ដឹងថាស្អីទេករណីទី2យើងទៅអង្គុយកន្លែងគេថតរូប ឧទាហរណ៍ថាចេះបងដើរនៅលើប្រាសាទឥឡូវខ្ញុំនិយាយថាប្រាសាទបុរាណណាប្រាសាទបុរាណយើងមិនធ្វើពីថ្មច្រើន បាទ អញ្ចឹងអ្នកធ្វើពីថ្មកន្លែងខ្លះវាមានវិញ្ញាណនៅឯកភាពឯងបង មាន មានវិញ្ញាណនៅអញ្ចឹងចៃដន្យអីយើងថតរូបនៅកន្លែងហ្នឹងដោយមិនមានការសុំមានន័យថាអញ្ចឹងខ្ញុំសុំថតកន្លែងហ្នឹងអមចាស់តាំងចាក់ដីហើយខ្ញុំសុំថតកន្លែងហ្នឹងកុំប្រកែប្រកាន់យើងទៅដល់យើងជន់កន្លែងគេឃើញអូឈើដួលកន្លែងនេះទំនងណាឡើងទៅជន់ក្រឹបថតក្រឹបមកតាមរូបថតបដ ாய் ករណីហ្នឹងគឺខ្ញុំបាន មានដែរ បាទដឹងច្រើនគឺមកតាមរូបថតដែលយើងនឹកស្មានដល់អូយើងឃើញព្រៃព្រឹក្សាហ្នឹងអូស្អាតដល់ហើយសមុទ្រឈើទំនងមែនតើថតក្រឹបចៃដន្យអីអានិស័យរបស់យើងហ្នឹងផ្ទាល់ជាមួយនឹងវិញ្ញាណហ្នឹងនៅកន្លែងហ្នឹងឆក់គ្នាបដ ாய் ទាញតាមរូបថតចូលមកដល់ផ្ទះ ត្រូវបងថា បាទ មានណាបងកន្លែងចឹងចឹងមិនចង់និយាយថាចែកបងប្អូនយើងខ្លះគាត់អត់ជឿចឹងមិនមានគេពាក្យមួយថាបើមិនជឿកុំប្រមាថក៏ប៉ុន្តែពាក្យហ្នឹងវាមិនមែនថាមិនឲ្យយើងបញ្ចេញយោបល់ប៉ះពាល់ទេតែយើងកុំប្រមាថឧទាហរណ៍ខ្ញុំធ្លាប់មានបងប្អូនមួយបងប្អូនគាត់មកលេងណាគាត់មកលេងដល់ប្រាសាទយើងហ្នឹង បាទ ហើយគាត់ដើរឡើងហត់ដើរមកជុំហត់ហើយគាត់ថាចែកហត់ណាមកលេងអីមើលតែថ្មអាយ៉ាចកា3ធ្នេបង ចុះពីកម្មចដាខឿនប្រាសាទខ្ញុំនិយាយទៅអានេះគឺខឿនប្រាសាទត្មង3ធ្នេមួយម៉ាត់ចប់ចុះពីចដា3ធ្នេបាត់ហើយ បាទ ហ្នឹងមើលថ្មអញ្ចឹងឆ្ងល់ថាចេះបើគាត់មិននិយាយពាក្យហ្នឹងក៏បានដែរតែហេតុអីចង់គាត់ជឿនិយាយធ្វើអី បាទ ហើយចុះបើយើងបដូរពីពាក្យថាមិនជឿទេបែរទៅនិយាយថាសូមឲ្យសុខសប្បាយមួយម៉ាត់ដូចគ្នាតែវាអត់មានការប្រមាថអីទេហ្នឹងអាហ្នឹងក៏ជាចំណុចមួយដែលខ្ញុំចង់រំលឹកថាបើយើងមិនជឿទេឃើញគេធ្វើអីយើងកុំទៅនិយាយគេទៅវាអត់មានចំណេញអីនឹងយើងទៅនិយាយហ្នឹងទេ បាទអញ្ចឹងត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយដដែលថាมันបខំឲ្យបងប្អូនជឿទេមកស្ដាប់រឿងរាវហ្នឹងអ្នកខ្លះថាអូយហួសហេតុតែមិនជឿដូចរឿងកុនរឿងរបស់បងប្អូនណាអត់បខំឲ្យជឿទេគ្រាន់តែស្ដាប់ថាកំសាន្តទៅតែបើអ្នកជឿដឹងហើយកុំបំពេញជាពិសេសកន្លែងថតរូបកន្លែងណាស្អាតទឹកឈ្មោះទឹកអីហ្នឹងកន្លែងណាដែលនិយាយទៅពេលដែលបងប្អូនវិស្មការដើរលេងកុំមុននឹងថតរូបគួរតែសុំហើយសុំទៀតលក្ខណៈថាអូនចាស់ទឹកម្ចាស់ដីអើយខ្ញុំសុំថតរូបកន្លែងហ្នឹងកុំប្រកែប្រកាន់អីចឹងគេអត់តាមទេតែបើយើងទៅដល់ផ្លាច់តែម្ដងដឹងតែគេតាមហើយមានឱកាសតាម ក៏បើយើងនិយាយយើងកុំថាកុំឲ្យថាយើងខ្ជិលនិយាយច្រើនដងថាយើងចូលដល់បរិវេណហ្នឹងដល់កូនចៅឲ្យលោកអ្នកថែរក្សានឹងចាស់ទឹកម្ចាស់ដីកូនចៅមកលេងបរិវេណនេះហើយអញ្ចឹងកូនចៅសុំថតរូបអីខុសតួអីកុំប្រកែប្រកាន់និយាយតែប៉ុណ្្នឹងយើងអាចនេះបានតែយើងកុំពៀនណាមិនមែននិយាយឲ្យទៅជន់ឆ្លីថែមវិញអាហ្នឹងក៏អត់ទេ បកទៅកន្លែងខ្ញុំនិយាយតាក់ទងមួយ7លំពេក មិនទៅបង សំណួរសួរថាតើមានស្អីមកបកស្រាយតើបងប្អូនណាម្នាក់ដែលអាចបកស្រាយប្រាប់ខ្ញុំបានថាហេតុអីបានបន្ទប់ពេទ្យបិទចិត្តមាន7ពេកនៅពេញបងបើសម័យ1990ប្រហែលជាសម្បូរ អត់ទេសម្រាប់ឥឡូវលេងហើយ ឆ្នាំនេះខ្ញុំ2022 2023ទៅហម7ពេកណា អត់ទេមាន 7ពេកធ្វើថ្នាំមិនបានទេវាអត់មានហ្មងព្រោះរបៀបព្រៃជ្រៅឬក៏ស្ងាត់ហ្មងទោះមិនមានហេតុអីមិនមាន7ពេកចូលមកតែក្រងចំណុចហ្នឹងនៅពេលដែលបងប្អូនឃើញ7ពេកមិនមែនមានន័យថាជាអំពើខ្មៅទេតាមជំនឿមួយចំនួននឹងអ្វីដែលខ្ញុំបានដឹងដូចគ្នា7ពេកគឺតំណាងឲ្យដួងព្រលឹងឬក៏ផ្លូវបារមីឬក៏សភាវៈដែលល្អ បាទត្រូវហើយ ហ្នឹងហើយអញ្ចឹងនៅពេលដែលឃើញ7ពេកហោះចូលមានន័យថា មានដំណឹងល្អ បាទមានដំណឹងល្អមានរឿងដែលល្អឬក៏ជាទេវតាឬក៏ជាអ្នកតាណានិយាយទៅគេអ្នកមកជួយទើបមកអស់ចូលក៏ប៉ុន្តែរឿង7ពេកក៏ខ្ញុំមានករណីរបស់ខ្ញុំផ្ទាល់ដែរប៉ុន្តែចាំវីដេអូក្រោយៗចាំខ្ញុំចែកហ្នឹងហើយ បានប្រិមិត្តថាឲ្យទៀតហើយ អត់ទេគេទុកតែមកអញ្ចឹងហើយអូខេអញ្ចឹងនេះគឺជាសាច់រឿងរបស់ខ្ញុំ
សង្ឃឹមថាបងប្អូនចាប់អារម្មណ៍ហើយបើសិនជាបងប្អូនមានប្រហាក់ប្រហែលគ្នាហ្នឹងហើយប្រហាក់ប្រហែលគ្នាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមេត្តាចែករំលែកទោះបងប្អូនមិនមានសាច់រឿងប្រហាក់ប្រហែលគ្នាតែបានជួបនៅរឿងរ៉ាវអាមនុស្សទាំងឡាយណាក្នុងករណីណាមួយដែលបងប្អូនគិតថាអាចចែករំលែកបានសូមមេត្តាតាក់ទងមកពួកយើងតាមរយៈ Facebook page ជាអ្វីហើយផ្ញើសាច់រឿងរបស់បងប្អូនមកឥឡូវកុំឲ្យខាតពេលចូលដល់សាច់រឿងរបស់លោកគ្រូម៉ងជពាក់កាលមុនសប្តាហ៍មុនជពាក់បងប្អូនហើយនៅចាំណាវីដេអូពាក់ព័ន្ធនឹងផ្ទះមួយដែលមានគេបើកទ្វារខ្ញុំណាបាទចាត់ទៅកាន់មានប្រិមិត្តគាត់ឆាតចូលក្នុង page គាត់សួរថាមិននិយាយចប់ខ្ញុំថានិយាយចប់មិនបើពងតែនិយាយយើងអត់បានឧទ្ទិសឲ្យគេនឹងក្រោយកាមេរ៉ាតែពីលើហ្នឹងទៀតរឿងដែលខ្ញុំស្ដាប់ត្រួសសាច់រឿងហ្នឹងវាហួសនិស័យនឹងយល់ហួសមែនតើវាគឺជារឿងមួយដែលបើសិនជាអញ្ចឹងបាទខ្ញុំអត់សូវចង់និយាយដោយសារតែវាហួសនិស័យពេកអញ្ចឹងបានក្រោយពីយើងបាន vote មែនទេដូចជា vote ឲ្យបងប្អូនថាបើចង់ស្ដាប់រឿងហួសនិស័យអត់មានអ្នក vote ច្រើនមែនតើដែលចង់ស្ដាប់អញ្ចឹងក៏ជាឱកាសនេះចង់និយាយថារឿងដែលខ្ញុំនិយាយនេះវាពាក់ព័ន្ធជាមួយនឹងអ្វីដែលខ្ញុំជួបផ្ទាល់មិនប្រកាសថាបងប្អូនជួបផ្ទាល់ដូចខ្ញុំទេហើយមួយទៀតចង់ថាបើសិនជាវារន្ធត់ហួសនិស័យនឹងគួរឲ្យជឿសូមឲ្យចាត់ទុកថាវាជាសិល្បៈនៃការស្ដាប់កំសាន្តបែបរន្ធត់ទៅចោះបាទដូចរោងកុនយើងទៅមើលអញ្ចឹងពេលខ្លះក៏ឈុតឆាកខ្លះក៏យើងមិនគួរឲ្យជឿដែរតែយើងនៅតែសប្បាយជាមួយនឹងសាច់រឿងហ្នឹងអញ្ចឹងត្រឡប់មកសាច់រឿងហ្នឹងវិញខ្ញុំសូមនិយាយសារឡើងវិញកាលហ្នឹងខ្ញុំបានទទួលមើលផ្ទះមួយនៅខេត្តហើយយើងក៏ជាទូទៅនៅខេត្តគាត់ផ្ទះហ្នឹងគឺគាត់ទុកចោលទេគាត់អត់នៅទេផ្ទះហ្នឹងអញ្ចឹងម្ចាស់ផ្ទះគាត់នៅភ្នំពេញនេះអញ្ចឹងពួកយើងក៏បានមើល map មើលទីតាំងសម្ដីយើងរៀបចំធ្វើដំណើរទៅអញ្ចឹងពួកខ្ញុំក៏សុំដោយសារតែចេះមើល map យើងមើលមកឃើញថាផ្ទះហ្នឹងវានៅដាច់ពីភូមិគេអញ្ចឹងបើឲ្យផ្ទះហ្នឹងឲ្យទៅមកកាត់ទី3វាលស្រែទៀតបានចូលដល់ភូមិគេមានវត្តមានអីអញ្ចឹងទៅអញ្ចឹងយើងក៏ខ្ញុំក៏ចូលទៅ Google View យើង Google View ថតរហូតយើងមើលអស់បានណាឃើញទម្រង់ផ្ទះហ្នឹងយើងក៏សួរថាឥឡូវផ្ទះហ្នឹងមិនមែនលបងហ្នឹងមិនមែនអញ្ចឹងខ្ញុំឲ្យបងប្អូនគិតបន្តិចលបងហ្នឹងយើងមើលអត់ឃើញសាច់ផ្ទះពេញ 100% ទេដោយសារតែលបងហ្នឹងវាលបងឈើលបងថ្មទ្វារប៉ាំងអាស័យទ្វារដែកយើងណាប៉ុន្តែចាស់ហើយខាងមុខហ្នឹងវាមានបន្លាយដូចទៅតាមផ្លូវជាតិ3អីយើងឃើញមានបន្លាយតែមិនមែននៅតំបន់ហ្នឹងណាប្រាប់ឲ្យគាត់ឧទាហរណ៍យល់មុខផ្ទះនៅខាងក្នុងខាងក្រៅហ្នឹងមានដើមឈើដុះសធប់អញ្ចឹងយើងមើលសាច់ផ្ទះឃើញតែតិចទេយើងមើលអត់បានពេញទេនៅក្នុង Google Map ហ្នឹងយើងក៏ផ្ញើហ្នឹងទៅឲ្យគាត់ confirm ថាផ្ទះហ្នឹងហើយអញ្ចឹងពួកយើងក៏ដល់ថ្ងៃពួកយើងក៏ចេញទៅជាទូទៅខ្ញុំតែងតែចេញរៀងបលឹមដោយសារតែបញ្ញាប់ទៅបិទចប់ទៅយើងត្រឡប់មកមានការងារធ្វើតទៀតអញ្ចឹងណាអញ្ចឹងក៏ខ្ញុំទៅដល់នឹងមុនជីដល់ហ្នឹងជីហួសផ្ទះហ្នឹងទៀតជីហួសផ្ទះខ្ញុំក៏បកមកវិញឈប់មកយើងមិនឡានយើងអែបគៀនកង់មួយរៀងនៅផ្លូវដីក្រហមអញ្ចឹងផ្លូវហ្នឹងផ្លូវដីយើងធ្លាប់និយាយថាធ្លាក់ផ្លូវហ្នឹងកង់មួយទៀតនៅលើផ្លូវអញ្ចឹងខ្ញុំក៏ចាប់ដើមដឹងថាផ្ទះហ្នឹងព្រោះយើង confirm គ្នាបញ្ជាក់គ្នានៅក្នុងទូរស័ព្ទហើយចុចទៅ call ទៅរកគាត់ស្រែកតែខ្ញុំឃើញគេរត់សោច្បាក់ហ្នឹងហើយក៏បើកទ្វារមកឃើញអ៊ំប្រុសម្នាក់ហ្នឹងគាត់ពាក់កម្មាអត់មានពាក់អាវទេល្វែងលឿគឺគាត់លាតអញ្ចឹងតាមបែបអ្នកជនបទស្បែកអីក៏ដូចអ្នកជនបទដែរគាត់ក៏បកដៃឲ្យខ្ញុំចូលខ្ញុំគិតថាអ្នកនៅជាមួយគាត់គេដឹងថាយើងមកឬមកក៏គេផ្ដាំគាត់ឲ្យយាមផ្ទះហ្នឹងអញ្ចឹងគេដឹងថាយើងមកក៏គាត់ចាំបើកទ្វារយើងក៏ចូលទៅក្នុងផ្ទះហ្នឹងហើយគាត់បិទទ្វារវិញធម្មតាដូចយើងទៅផ្ទះហ្នឹងគាត់បិទទ្វារក្រោយទៅយើងចុះពីលើឡានគាត់ឲ្យយើងអង្គុយនៅក្រោមដើមឈើមួយដើមស្វាយដើមឈើវាសតុបច្រើនមុខនៅហ្នឹងហើយនៅហ្នឹងអង្គុយលើអាកៅអីគល់ដូងហ្នឹងហើយនៅលើហ្នឹងនៅក្បែរហ្នឹងវាមានតុកឈើទូចមួយនៅហ្នឹងគាត់ក៏មកថាអូលោកគ្រូចិនសែមកឆែកផ្ទះមែនលោកគ្រូខ្ញុំថាហ្នឹងហើយខ្ញុំត្រូវបានម្ចាស់ផ្ទះអញ្ជើញមកឆែកផ្ទះគាត់ថាអត់អីទេចាំខ្ញុំទៅយកទឹកមកគាត់ក៏ទៅក្នុងហើយគាត់ចេញមកវិញលើកថាមានប៉ាន់តែហើយកែវថ្មអំបែងអាទូចមួយមកឲ្យអញ្ចឹងគាត់ក៏ចាប់ដើមនិយាយមួយខ្ញុំថាផ្ទះហ្នឹងម្ចាស់គេទុកចោលយូរហើយអត់មានអ្នកណាហ៊ានមកទេគេក៏មិនមកដែរអញ្ចឹងទៅតែឃើញលោកគ្រូមកអញ្ចឹងពួកខ្ញុំក៏វាសប្បាយដែរព្រោះផ្ទះហ្នឹងខានមានភ្ញៀវមកលេងយូរហើយខ្ញុំថាអត់អីទេខ្ញុំក៏មិនមែនជាភ្ញៀវអីដែរខ្ញុំគ្រាន់តែជាគ្រូចិនសែមកមើលទៅក្នុងបំណងល្អកែខៃកន្លែងហ្នឹងឲ្យស្អាតបាតតែប៉ុណ្្នឹងឯងស្អីតែមានស្រី2នាក់ទៀតចេញមកដើរចេញមកគាត់មកជំរាបសួរយើងធម្មតា
vậy mùi ú lục hồn chơi lục hồn cho lục hồn chân sai ấy bóp bị sao mấy ấy chăm du hai mình chặt cái nừng pin như nè để vậy mùi dương ó sẽ tới chỉ pe để ông nâng vậy chỉ mùi dương ông phò nó cứ có cho con ăn vậy còn mình đa tới bạn còn mình để cho sập dương nằm lòng chua nè nè đó thấy ông nó có chắp đam chỉ lý nè đời mu là hai xem đấy tụng nhung trao mình để ấy nơi cả lại nừng chẳng nhung có chắp đam cùi mất chúng cứ khơi tẹt nâng từng mu đây mà đó đam chơi đâu thông miền cái khăn đi sầm bèm để bọt đo tép play trên chốt cứ nơi sạn ở miền Nam con lan tí này ngày cho nhóm coi mưa du tới nhóm trò sầm mấy tháng bữa tẹt đi bị đau hay chỉ miền á mưa từ nơi đồng bọn bên trấn á bạn hay nhóm có chập đam mưa tới ọt khơi ôm nâng tầng trăm mượn mau bên nữ ôm tầng na bắt tụi ai nâng mà này ai chết sẽ lư lan mọt trâu thuyền này mọt trâu tẹt của cho mất đây có hôm đưa sầm điện cân đây có hôm thôi còn bạc thuyền cấp cái lưu sầm điện bạc thuyền là thấy có cặp tiết à nơi nắng cặp là hốt sao ở tại chạ cao sao bên lọ bên ná có bộ nắng nơi ta cặp sao cho tiền đỡ bán nắng video xây viết nhóm nơi không tiền nừng nhóm khơi kia chạ sao ở nhom hay đấy có sao nó thở bán kia cặp đọc về hay ý nó có mà mơ thuyền nó có thả lúc cú châu không tiền ba đấy nừng chúng ta nhưng mà châu đã đó hay có xua than nè na ở cú châu mấy nhóm mắt hiên vậy tha ông khơi tế mùa dưỡng ở toàn chụp quát ở toàn man vậy anh mà mặt tới bờ sân gì dương vậy tha miền kề từ tua nhóm việc họ mơ pê dương mình đang vọt cái vọt lá ngực mọi bạc chẳng có những tháng nhóm khơi thuê ba có nhóm châu luôn anh tới nè ngày chẳng có miền bàn tay miền ấy chứ có con mơ bàn tay thấy pi nè nó còn máu ông sấy nó hay chừng mùi tình nón côn pro gọi là côn pro quá đây nè bây giờ nhung pan bán nó thành tình nón rồi côn pro hay nó lắm nhưng một sấy mà nè đại chẳng một sấy nó còn cho bị lừa làn thì còn cuối nước nông làn tại nãy còn cho phải chụp nhung tề còn cho mắt tập pi nè thì coi tập pi lư nhung thay nhung trâu te năng bán còn chập đam mơ một khỉ hay nhung chập đam xong sai thà pi nè có hay chờ đang hưởng ấy tao mắt còn khơi pan tài còn mót đây còn mơ hay còn thơ tại lẽ nên mơ ấy thòng đá còn mình hiên su nom dừng chợt đôi đang hưởng bà nhóm còn giờ chơi mùi con nhóm khơi thật tiền nước mình xua tết mùi lông nhóm hơi mày đấy lông trong hơi nhóm còn phải nhập phải chọc nhóm có thằng cho nè minh dương ở đa mơ trung bình tiền mà trung ấy dương mơ tiền hơi phải nhập nhà dương mình phép có đập nhập với khoản là dương thuế lươn dương mơ trung bình tiền còn vậy vì sao vật đa thật tiền còn chơi hay con chơi tại là u tha sập chơi ngọt chung tại vì ấy chẳng còn vậy à tại đa và đã từ tiền luôn anh và đã vô đó không sạch tè nó đây thông chẳng đây những cái trên chặt cao cái nhá vì mình cái buôn trùng mà ấy tè nó bên đây chụp hình này chẳng cái này nó cho lát nữa tại năng chẳng là kia nó bị muốn biến bằng té cái lục thư xuân hỏi chặt đây mà có chỗ đó không chỗ không nó ở quay để nhóm chùm lái đôi nhóm hẻm trong vị trí vẽ nhóm cứ nè mà cha test ngon chỗ không nhóm mà ai đã muốn cha test thì xong bây tại check test còn nhóm thời tại miền von từ miền mà cha test tư một nhóm đài nhóm mà ai tại check mà này anh thì mũi vì không vị trí vẽ tí pi vì vật phim luôn này chỗ thay thành chỗ tới miền thường ấy cả lá nhóm chân trái mình miền Pành ha là ngày thứ mới có dương pa lịch pa cao chọp đàn miền Pành ha có dương miền von từ miền là đằng đại chống dương trong bây giờ đôi khi nhóm có chết tại ơi chỉ lý mà ông châu ông bông hột châu mà mùi nhung quát chết ta anh lại cả nãy trong bạn đi sai thăm mình châu đó kích á đọc về tìm hot ông xảy năng ta ở trang ấy châu ơi ở con hột quát đào cho nhung nhóm có chặt thành trẻ cùng toàn am mơ cào bộ astrote mơ lơ một toàn miền khía lăng lơ mơ một nhóm chuyên trường là tên nâng bắp bài khơi những nhóm sợ lẫn mới tốt tên đấy nhưng khơi miền sầm mẹ miền ấy lật chơi bằng chỗ và đây là canh tên cứ nhóm khơi cô chê đại miền đau mình lũ hay thuộc mấy trả sai anh lùi ai cái tùng rụng thuốc nơi miền nhưng nơi mơ đần theo vì cứ chỉ ấy rút cho đông tên tiền canh tên cứ miền là đằng tận vô lang cho đá của miền này nhóm lang cho đá còn làng một nhóm bài chỉ còn mình khơi ấy thì làng tơ bắp nhóm làng đỏ choan lơ chỉ là pi cạch nhá làng đỏ cạch nhưng bắp nhưng khơi phải trường tuột pi cù hay miền ở gì đôi cái trần nắm là bị trường nè na đôi cái chặt trong ngay chân tới nơi kiên nơi lơ bây giờ làng đỏ choan nhưng bắp khơi phải trường tuột nơi kiến ấy miền cặp bông trường thụ mùi cặp bông trường thụ nó thơ pi cặp bông đọc cổ khạc vô hay để các bài nó còn miền chơi như này nhóm còn lại để chạy cái tục nó khơi thằng nơi nó miền bay cái tục ấy ngật lử ấy tam phụ ấy mất ấy khá là bảo ấy chân tay có
យើងចោះផ្ទះទុកចោលយើងក៏អត់ក្នុងនាមចិនសែនខ្ញុំប្រកាសជាដឹងហើយផ្ទះទុកចោលពួកយើងអត់ដែលមើលអីច្រើនថាផ្ទះនេះត្រូវតាំងអានេះនេះត្រូវតាំងអានោះនេះត្រូវតែទីទិសហ្នឹងមិនអីមិនទៅអង្គសារយកតារាសាសនាយកឬមួយក៏យកក្បួនណាដើម្បីគេសង់ផ្ទះព្រោះគេដើម្បីកាយឆៃផ្ទះហ្នឹងអញ្ចឹងយើងក៏ចាប់ខ្ញុំក៏ដើរចុះមកខ្ញុំដើរចុះមកខ្ញុំបាត់បងប្រុសហ្នឹងខ្ញុំគិតថាគាត់ចុះបាត់ហើយខ្ញុំក៏ដើរចុះមកចដើហ្នឹងម្នាក់ឯងសម្រាប់ចិត្តព្រោះអត់ឃើញគាត់ហើយក៏អត់ហ៊ានអឺតកតុបគេចុះយើងឈរនៅកណ្ដាលវាលហើយយើងបាត់គាត់ហើយយើងអត់ហ៊ានអឺតកតុបព្រោះកាលណាដែលយើងអឺតគឺយើងខុសហើយដោយសារតែយើងចិនសែម្នាក់ឯងទៅអឺតយ៉ាងម្ចាស់គេអត់នាំយោនៅលើហ្នឹងរៀងមកសតុះហើយជា1នាទីតែ1នាទីយូរណាពេលហ្នឹងយោយើងក៏ចុះសម្រាប់ចិត្តថាចុះមកវិញខ្ញុំចុះមកដល់ចដាមកដល់ចដាសេចខ្ញុំមកដល់អាកាច់រៀងបត់ចុះក្រោមហ្នឹងខ្ញុំឃើញស្បែកជើងមកបន្ទាត់ពីគូហ្នឹងនៅខាងក្រោមហ្នឹងវិញហើយខ្ញុំឡើងទៅលើមើលអត់ឃើញមកជើងហ្នឹងទេហើយខ្ញុំចាប់ដើមគិតថាកុំភ័យខ្លួនឯងខ្លាចថាពេលដែលយើងឡើងយើងអត់ចាប់អារម្មណ៍ថាមានអត់មកទេចុះមកប៉បយើងក៏អត់ជន់ស្បែកជើងហ្នឹងដែរខ្ញុំចុះមកប៉បផ្ទះហ្នឹងចិត្តទ្វារចំកណ្ដាលផ្ទះយល់ទេផ្ទះហ្នឹងវាដូចភូមិគ្រឹះអញ្ចឹងណាផ្ទះចំទ្វារចំកណ្ដាលអញ្ចឹងដើរចូលមកដល់ចដាមកខ្ញុំចុះមកប៉បខ្ញុំឃើញអ៊ំផុសដែលគាត់លើកប៉ាន់តែឲ្យខ្ញុំឈរនៅចំទ្វារផ្ទះហ្នឹងតែម្ដងឈរកណ្ដាលទ្វារហ្មងឈរកណ្ដាលទ្វារហ្នឹងហ្មងបែរមុខទៅខាងក្រៅដៃទម្លាក់ចុះក្រោមដៃធម្មតាបន្ទាប់មកគាត់ដើរចេញទៅក្រៅបត់មកខាងស្នាមដៃត្រូវកាត់ប្អួចមួយប៉ុន្តែអត់ឃើញគាត់កាត់ប្អួចហ្នឹងទេយោយល់ហើយហ្នឹងឯងយោខ្ញុំដើរបានទៅមុខខ្ញុំថាអត់ស្រួលហើយខ្ញុំឃើញអ៊ំស្រីហ្នឹងគាត់នៅមុខផ្ទះហ្នឹងអង្គុយអាបងកៅអីនៅមុខផ្ទះហ្នឹងអាចំពីមុខទ្វារហ្នឹងចុះទៅសួនគាត់អាលបងណាអ៊ំស្រីម្ចាស់ផ្ទះហ្នឹងអ៊ំស្រីម្ចាស់ផ្ទះគាត់ឡើងជាមួយយើងទេគាត់មកអង្គុយនៅហ្នឹងគាត់ធ្វើនិយាយទូរស័ព្ទគាត់មកអង្គុយនៅហ្នឹងហើយចំមកមានថាឃើញអ៊ំប្រុសហ្នឹងដើរចេញគឺឃើញអ៊ំស្រីហ្នឹងអង្គុយមកខ្ញុំក៏ដើរទៅអ៊ំស្រីហ្នឹងក្នុងចិត្តវាភ័យដែរមិនមែនថាមិនភ័យទេប្រាប់ឲ្យត្រង់ភ័យដែរចុះផ្ទះមាន3នាក់ហើយម្ចាស់ផ្ទះលឹបលោទៀតយើងអីយើងមិនភ័យមែនទេខ្ញុំក៏ទៅជួបអ៊ំស្រីហ្នឹងគ្រាន់តែខ្ញុំដើរផុតពីចដាហ្នឹងពុបរបស់ធ្លាក់ពីលើចដាចុះមកប្រៅខ្ញុំងាកឡើងទៅនិយាយទៅវា reflect ទៅមើលឃើញស្បែកជើងផ្ទាត់ហ្នឹងធ្លាក់ចុះមកផ្លឹបមកដល់ក្រោមហ្នឹងហើយនឹងកំប៉ុងជើងធូបដែលខ្ញុំឃើញហ្នឹងកាប់ពិតវាមិនមែនធ្លាក់ដោយអីទេគឺដោយសារតែបងប្រុសហ្នឹងគាត់ចុះមកគាត់ទាត់ឲ្យធ្លាក់យល់ហើយហ្នឹងយល់ចុះមកដល់ក្រោមពួកយើងក៏ចាប់ដើមនិយាយគ្នានៅខាងមុខផ្ទះខ្ញុំមកចូលផ្ទះទៀតទេនិយាយគ្នានៅខាងមុខផ្ទះខ្ញុំសួរគាត់ថាអ៊ំដាច់ចិត្តច្បាស់ហ៎ថាចង់សង់ផ្ទះនឹងនៅវិញអ៊ំនោះអត់មាត់ទេមើលពីអ្នកកូនហ្នឹងគេមើលគ្នាទៅវិញទៅមកអញ្ចឹងខ្ញុំថាអ៊ំសម្រេចចិត្តឲ្យច្បាស់ណាសួរខ្ញុំធ្វើការអ៊ំហ្នឹងគាត់និយាយថាអូយបាក់និយាយណាក្មួយអើយឲ្យតែនិយាយថាចង់ធ្វើពេលណារឿងមករហូតខ្ញុំឮសំឡេងស្រីមនុស្សស្រីស្រែកនោះទៅជឿខ្ញុំស្រែកវ៉ាវស្អីខ្ញុំមើលទៅក្នុងឡានកូនបងប្រុសគាត់នោះរត់ទៅឡានភ្លាមហើយគាត់រត់ទៅស្រែកតែម្ដាយគាត់ស្រែកខឹងលក្ខណៈថាប្រាប់ឲ្យចោលយូរហើយផ្ទះហ្នឹងនៅតែចេះចង់មកនៅវិញប្រាប់ថាឲ្យចោលហើយនៅតែនៅទៀតឥឡូវមានរឿងទៀតហើយក្នុងឡានហ្នឹងប្រពន្ធគាត់ពុំធ្វើទុកគោះប្អួចឡានណាគោះឡើងកញ្ញាំដៃកញ្ញាំអីឡើងនិយាយទៅគឺយូមិនមែនជាមនុស្សទៀតទេគឺអាចនិយាយបានថាមើលយើងមើលទៅអាចសតិបញ្ហាសតិក៏យើងគាត់ថាវិកលចរិតហ្នឹងហើយគឺយើងមើលមកគឺយើងសូម្បីតែយើងក៏យើងគិតថាមានរឿងនឹងកើតឡើងដែរយើងចាប់ដើមវិភាគគាត់មានបញ្ហាវិកលចរិតឬមួយក៏មានអីចូលគាត់ស្រីប្តីគាត់នឹងឃើញប្រពន្ធអាណិតមានឈាមវាយកញ្ចក់ឡានវាយអីឡើងឈាមកញ្ចក់ដៃក៏បើកទ្វារឡាននឹងពុបប្រពន្ធនឹងអាលះអលាស់ដៃគាត់ហត់ឡើងទៅជាន់ទី1បាត់ហត់ស្ទើរតែខ្ញុំក៏ចាប់អត់ជាប់ដែរហើយប្តីនឹងហត់តាមប្រពន្ធមកដល់កន្លែងមុខផ្ទះដែលអ៊ំស្រីនឹងគាត់ឈរគាត់មកស្រែគាត់ស្រែដាក់ម្ដាយគាត់ទៀតគាត់ថាប្រាប់ឲ្យថាកុំឲ្យមកនៅតែមកនៅតែចង់នៅធ្វើឲ្យនៅតែឯងទៅហើយគាត់ហត់ឡើងប្រពន្ធគាត់ឡើងទៅលើខ្ញុំទៅតាមដែរព្រោះខ្ញុំគិតថាប្រហែលជាគាត់ត្រូវការជំនួយហើយប៉ុន្តែនៅពេលដែលខ្ញុំដើរទៅដល់ចដានឹងខ្ញុំរៀបឡើងខ្ញុំឃើញអ៊ំស្រី2នាក់កំពុងតែអោនហើហាវ៉ាន់គាត់ងើបមកវិញគឺគាត់អោនហើក្បាលគាត់មកពាក់អូយសុំដល់ដើមតិចពេញភ្នែកហ្មងនេះអូហើយដូចមកលកាំងអញ្ចឹងហើយយកមកបាត់ទប់ខ្លួនឯងអញ្ចឹងមកខ្ញុំអត់នៅយូរទេប្រុចរត់ចេញក្រៅវិញច្បាស់ពេកកណ្ដាលថ្ងៃចេះព្រឹក
ច្បាស់ពេករត់ចេញក្រៅមកពុបអ៊ំស្រីនឹងសួតលោកគ្រូថៃអត់បានទេបងអ៊ំផ្ទះហ្នឹងខ្ញុំអត់ឲ្យមិននៅទេបងប្រុសហ្នឹងគាត់ស្រែកពីលើមកព្រោះពេលដងដាមកលោកគ្រូជួយបន្តិចមកលោកគ្រូបងខ្ញុំហៅមិនក៏អត់មកដែរខ្ញុំក៏ឡើងទៅជាមួយអ៊ំហ្នឹងឡើងទៅដល់ក្នុងកតុកក្រោយគេនៅជ្រុងងឹតមួយគឺគាត់ឈរថ្មឹងដូចម៉ាឡាកាំងអញ្ចឹងតែប្តីគាត់ទៅរួញមិនគាត់នៅតែថ្មឹងដូចម៉ាឡាកាំងដែរតោះតែខ្ញុំនិយាយថាណៃខ្ញុំចិនសែខ្ញុំឈប់ឲ្យធ្វើផ្ទះហ្នឹងហើយរស់សុករៀងខ្លួនទៅកម្លាំងបុនខ្ញុំម្ចាស់ផ្ទះនៅនេះដែលធ្វើចៃឲ្យអ្នករស់នៅដោយអ្នកអញ្ចឹងគាត់ក៏ចាប់ដើមធូរមកវិញបងស្រីហ្នឹងក៏ចាប់ដើមធូរមកវិញចេះកម្រើកអីមកវិញគាត់ក៏ដើរចុះទៅឡានហ្នឹងទាំងធម្មតាចូលទៅអង្គុយឡានហ្នឹងវិញស្លាប់ទៅក្រោយមកគាត់ចាប់ដើមប្តីគាត់ខឹងម្ដាយថាហេតុអីត្រូវមកផ្ទះនឹងវិញឲ្យចេះមួយចុះពីរខ្ញុំក៏ទៅចែកជាមួយគាត់ប្តីគាត់ថាមានរឿងច្រើនណាស់ដែលកើតឡើងលើប្រពន្ធគាត់ធ្លាប់មានការនៅផ្ទះហ្នឹងកាលលើមុនធ្លាប់ប្រាប់ឲ្យយកកូនចេញញ៉ាំស្រុកឈាមធ្លាប់យប់ឡើងអង្គុយលឿនទ្រូងគាត់កាន់កត្រៃរត់ចាក់ប្តីខ្លួនឯងមានធ្លាប់លោតពីលើផ្ទះខាងមុខកន្លែងដែលខ្ញុំឈរហ្នឹងធ្លាប់លោតចុះមកតែត្រូវជាមួយនឹងដោយការហ្នឹងគាត់ថាមានគេផ្ទះគាត់ធ្វើអីវាមានតង់មានអីបានតង់យោងតែដល់ដីដែរប៊ីស្លាប់ដែរមានមួយវគ្គនោះដកកញ្ចក់ខ្លួនឯងដូចជាមានមួយទៀតឡើងដើមឈើហើយអត់ព្រមចុះមកវិញទេច្រើនមែនតើហើយគាត់ថាមានហេតុកើតឡើងលើគ្រួសារគាត់ច្រើនដូចជាមានមួយទៀតដែលខ្ញុំចាប់អារម្មណ៍ហើយវារន្ធត់មែនតើហ្មងដូចជាគេហៅថាយកខ្សែហិតកខ្លួនឯងចំកណ្ដាលផ្ទះយកឲ្យកាន់ខ្សែមកហិតកខ្លួនឯងគាត់ថានៅមានរឿងច្រើនមែនតើដែលកើតឡើងតែអាព្រឹត្តិការណ៍ដែលគាត់យកកូនចេញហ្នឹងគឺជាព្រឹត្តិការណ៍ចុងក្រោយគេដែលគាត់នៅអត់បានហើចេញទាំងអស់ក្នុងផ្ទះហ្នឹងគឺមិនមែនជាផ្ទះទុកចោលទេគឺរបស់ទាំងឡាយគឺនៅនឹងទាំងអស់ហ្មងមានន័យថាម្ចាស់ផ្ទះសមាជិកគ្រួសារហ្នឹងចេញតែខ្លួនទេចានឆ្នាំងសភាគឺនៅតែដែរទាំងអស់គ្រាន់តែដីរោហុំចិត្តតែប៉ុណ្្នឹងថ្ងៃដល់ហើយពួកយើងនិយាយក៏មានប្រសង់ពីរអង្គមុនមកអ៊ំស្រីហ្នឹងក៏គាត់ស្គាល់ប្រសង់នឹងដែរគាត់ថាអូញោមមកលេងផ្ទះហ៎ផ្ទះហ្នឹងញោមនេះទៅចង់ធ្វើក៏ធ្វើទៅចាំគាត់ថាថ្មអញ្ចឹងណាលោកគាត់ជួយអញ្ចឹងខ្ញុំគាត់ថាបកគលភារកិច្ចនឹងជូនប្រសង់ទៅប្រសង់ក៏គាត់ថាកាយទៅមានគេនៅ3នាក់ពេលដែលធ្វើផ្ទះហ្នឹងនៅពេលដែលកាយគ្រឹះធ្វើក្រិចគឹងខ្ញុំនិយាយកិច្ចឲ្យអស់ហើយណាពេលដែលកាយមកគឺនៅកន្លែងដីស្រះគាត់ដែលគាត់ចាក់លុកហ្នឹងគឺមានប្រភូមិ3ដែលនៅក្នុងហ្នឹងគឺមានកោត3កោត3ហ្នឹងគឺកោតរបស់អ៊ំប្រុសហើយនិងអ៊ំស្រី2នាក់ហ្នឹងឯងអត់ដឹងណាគេណោះមូលហេតុចុងក្រោយដែលដឹងគឺប្រពន្ធគាត់នេះចង់បានគេទៅជួលគេឲ្យមកធ្វើរឿងហ្នឹងចឹងបានអ្នកទទួលផលគឺប្រពន្ធបោះបងប្រុសហ្នឹងប្រពន្ធម្នាក់ដែលធ្វើទុកហ្នឹងហើយគាត់ជួលគេឲ្យដាក់អារបស់ហ្នឹងបាទដោយសារតែគាត់គូជាមួយគ្រួសារគាត់ស្រឡាញ់គ្នាម្ដាយមិនពេញចិត្តយល់ទេអញ្ចឹងក៏គាត់ចាប់ដើមមានគំនិតគុំម្ដាយក្មេកខ្លួនឯងហើយទៅជួលគេឲ្យមកធ្វើរឿងនឹងកើតឡើងនៅស្រះហ្នឹងហើយអ្នកដែលធ្វើហ្នឹងក៏ស្លាប់ទៅដែរចុងក្រោយគឺកូនស្រីហ្នឹងអ្នកប្រាប់ខ្លួនឯងនៅពេលដែលកាយឃើញប្រភពហ្នឹងធូហើយអត់ដឹងថាកោតនឹងកោតរបស់ណាគេទេគ្រូគេឲ្យធ្វើគាត់និយាយអញ្ចឹងហើយខ្ញុំក៏អត់សួរនាំអបរិយាកាថាអ្នកណាដែរតបងតហ្នឹងហើយតោះហើយក៏ផ្ទះហ្នឹងក៏ចាប់ដើមធ្វើឡើងមកធម្មតាសុខសានរហូតទៅចង់ស្អីរឿងហ្នឹងប៉ុណ្ណឹងហ្នឹងហើយខ្ញុំអត់និយាយទៀតអត់ដល់បច្ចុប្បន្នភាពបងប្អូនចាប់ដើមលេងទៅព្រោះឥឡូវគេធ្វើជា resort ហើយបានអញ្ចឹងយើងកាត់ធំហ្នឹងហើយកាត់ធំហ្នឹងមិនឈុតតែប៉ុណ្្នឹងហ្នឹងរឿងឈុតតែប៉ុណ្្នឹងអូយញាក់សាច់ហ្មងបងប្អូនហើយពេលដែលប្រាប់ខ្ញុំសាច់រឿងហ្នឹងដូចមិនមែនចឹងចេះលាក់គ្នាឯងទៀតជាទូទៅខ្ញុំអត់ដូចខ្ញុំប្រាប់មកឯងចឹងខ្ញុំឃើញស្មោះក្រោយខ្ញុំអត់និយាយអស់ដែរព្រោះតែខ្ញុំមានការនិយាយមួយដែល
anh vậy ban thay dương đôi nhung mình muốn cam thì nhung miền adi tha nhung miền ưu tư tha nhung trong gì nước đôi nè na lập đo nè na mình nhung chạy bà bờ sân chỉ không cạn này ní chia sẻ nhà này nhung sọp tay luôn ai bà Canada chạy lên sau cứ nhung ai miền Tây hà luôn ai từ lơ địa xây từ lơ ai mùi bị bay chẳng cùng chứng ngờ là hay đấy vẫn nhung mà sự nhung trôi đoái đứng dạo với bên nơi khéo bên gì rút nhung vậy khay khay đôi trailer tại đặc biệt để play ca bạn cầm thí nhung vậy thùng của hướng nữa muốn đừng vậy cứ stop tại sông ở thì làm ắt ích bà chẳng ở con mình đang xôm bong ôn ở kia trẻ thòng dùm nổi muối để nhóm mặc cho ở miền bịa quay bà hà chẳng hạn á rồi có không cả này muối đại phẩm mát vị trí chữ vậy bong ôn thời vô tha mà đừng ném ném miền chùm nhìn không kia đôi bong ôn khang sầm nòng thì họ lại chạy có bà cái sóng tem mình tên ao nhung được phơi bán ấy phượt bà này thế nè khang kẹn này có cái cất lên để ao nhung được phơi bán phượt bà này chẳng không cả này nó mong có miền trái đom đấy cái hai bong lấy cái hai gifted person á chi ông nói rồi bỏ tê vào đây để cô chu nói phân miên phân này mà cô đã mơ khơi để chụp hướng ở nâng chẳng bong ôn mà chỉ muốn có kịch thà ôi bảo cái anh chẳng ở đây bong ôn chặt tục thai chỉ sạch hướng sầm máy tam quạt tới tranh sạch hướng mũi đại ở lùi không cả thế nàyแต่บนเนี่ยได้เชื่อใส่hướng onนี่chỉใส่hướngปึ๊ดได้เนี่ยต้องออกนี่สดับเฮ้ยเหมือนทอมนาอุติห่อบ่ยมจิบไปvới nhungแกงไปดูมองหาđấyตีมวยcòn nhữngสมัยthành trẻ pung tạc kênh lụa xuống và pun lãng chi lường thủng hay tiên hồ hồ do cái thể mà chặn này nó ôi bật thôi mau từng sao mà nó bánh mươi khơi máu chứ khơi mà đứa mau xóa món chứ mà nhung trong vậy thầy trẻ nhung một lần nhung sọt Steve Stone hay ấy tha ta bong bóng ai tụi vô ba nó được về để nhung dậy bìa vậy để nhung khơi từ tại cái số bìa rồi để nhung dậy ta bìa cô này sai cô chưa bận nè sầm nang là ok bỏ cho nào thà cái chọn đằng ở thế ông miền sầm nang là ở thế bởi cái bỏ cho họ chẳng đắng như nhung ăn vậy nâng hết cái này nhung tha sầm nang là ở để cái bỏ cho nào thà chọn đắng chân dương thì dễ tèng ăn miền này phải lẹ liềm cái này hay vẫn mong xôm bật hai một mà để bẹp con cho mùi này coi bị nhung tranh video tới có cái đăng là nhung chân sai có cái hai nhung từ mưa te bom ốn cùng hai nhung từ mưa te làm bây nhung mưa không màu chứ bà te là nhung tới cứ nhung mưa ao vậy bữa sân chỉ không cạn này miến cứ nhung phèo tham miến lọ nhung phèo tham lọ mình lọ nhung phèo tham mình lọ tận đấy cung rùm ốc ao nhung vậy tha te nó mình không màu hụt hiền mày bà thơ mày tới đinh kia tranh bàn tê cấp bất nhung thời tại chlau nơi sầm nua đại kê xua còn vị trí chỉ vẽ chân sai co bàn tay vị trí sầm nua mũi để vì bà bạ không ca chlau hay vì tiêu toa khả năng bộ tê hò tê năng này nơi lọ co bàn tay nơi bây để nhung vậy tha bài trong đánh cả đánh tay kế bài tôi chỉ đọc liêm cái khẳng tăng nhiên là cái ta mà đứa hơi chăng đây bà anh nó cứ chẳng ảnh chẳng nhung mơ bờ miến nhung phẹp thảm miến hay ở vậy để nhung phẹp thật thua tám cứ thua tam trong tay cục giá hay nhung phẹp tham bờ thua tam nhung hái miền hai ca bành hạ ấy ca lại play cả láng update ở nhung liêm anh nó cứ nhung nằm phẹp to chết thật thơ đặc biệt mình anh nó còn là chỉ xa mũi tao bắt việc mình chỉ ấy tăng tay này còn là tha ở vô thật là này chẳng đôi khi nè chẳng sầm khâm thả bóng ôn vô bị bong bóng phong của máu khỏi này dương vậy không ai một phần nắng du tới mình mến hai tầm mưa té nông nay mưa để sấy về tây chỉ hướng tầm mưa máu để bay chập máu chứ ngày vậy là chỉ chip bọc con mong cứ chỉ chân sai sai chẳng còn hiệp té hiệp ấy chẳng sông miệt tai vô hay miên bóng ôn mà chỉ muốn quạt vô mình tên quạt upper com này quạt vô tục thời đẹp tay miên bóng ôn mà chỉ muốn tiết hướng ngót thử đắng cái tay trắng đắng tay số ta đăng hay nhung chơi chẹp của nhung hiền ăn chung con một của nhung squat nhung đăng này tha cái lại nát lại chăm bách con bằng thẹp ô tô tinh bạch com thế ta lại nát đại ở chăm bách bạch mẫu quạt thế năng này khăn hơi cảm thấy mùi tiết để shop tới mới xài hướng bông anh ta sẽ hai nó đầm bay kê trước ngày nhung trong vậy tha viêm miên tra mình tên một nô đại dân cất tha mình cười chưa tha mình nữa thường chẳng trong ngày vậy tha mình nó cứ cất khơi nhà quấy cục giang khó khăn bạc rọ có khó khăn đại bà chẳng sầm rạp nhung với nhung mặt đăng tha hát ấy bàn côn mà nè rùm pưng kê ở vùng mặt đài nhá dương miên đài pi dương miên chương pi sầm rạp nhung to món nhung óc côn ở vùng đài nhung đánh ao nhung hiển chọc á đài đo cũng rất mũi đài lõ để nhung ai có anh gì chơi chỉ vẽ bao nhung anh xóm trộp bao nhung bán hát ấy thử rùm pưng trộp bao quạt là hút đó là rùm pưng trộp tam play thử nhưng mặt đằng này nhưng mà hiện ai cả ta hết ấy hiện phơi tụng bơ bẹp nưng á để passport mình mến thầm tập passport đó của xã passport từ lừa cho là tụi mình to
លទ្ធផលគឺធ្លាក់មកលើខ្លួនឯងរហូតដល់ទាញមាត់ខ្លួនឯងបើខ្ញុំចាំអត់ខុសទេ ហ្នឹងហើយមាន ទៅ ទា ដ ញ កកញ្ចក់ខ្លួនឯង ហ្នឹងហើយច្រើនមែន បាត់ តើ បង់កូនរបស់ខ្លួនឯង វាគាត់មានហេតុការណ៍អាក្រក់ច្រើនមែនតើមានយកដៃគោចោះទៅជាខ្លួនឯងទៀតតែខ្ញុំនិយាយអីដល់ហ្នឹងគ្រាន់តែសម័យថាវាជាអញនិយាយបានថាជាកម្មពៀមួយនៃគាត់ធ្វើ បាទ វាអក្រក់លើគាត់តែមែនឃើញប្រហោងទៅជាមែន អូសាហាវមែន អញ្ចឹងបានចង់និយាយថាចេះបងប្អូនឆ្លៀតបន្ថែមបន្តិចក្នុងក្បួនចិនផ្ទះយើងមួយណាក៏មានហឹងកុងម៉ាដែរ បាទ ការពិតហឹងកុងម៉ានេះវាគ្រាន់តែជាទីសក្ការៈមួយដែលអាចឲ្យយើងរំលឹកខ្លួនឯងថាយើងគឺជាបុគ្គលចំនួនដែលរស់នៅតតកូលពីគាត់គេដែលគាត់ឲ្យយើងមានប្រមាណបើសិនជាយើងអាចផ្ទេរគេនឹងដល់កូនយើងហើយលើសគាត់ទៀតចំនួនរបស់យើងគឺជាចំនួនរុងរឿង យល់ តែបើសិនជាយើងមិនគោរពកងដូនតាទេមិនឲ្យតម្លៃហឹងកុងម៉ាទេបងប្អូនប្រកាសជាគិតថាសល់គេលក់គេបើសិនជាក្នុងករណីយើងមានដល់ចាស់ទៅយើងត្រូវទេគេរបស់យើងទៅឲ្យកូនស្រាប់តែគេរបស់យើងតិចជាងគេដែលដូនតាយើងឲ្យយើងឬមួយក៏យកគេពីដូនតាយើងឲ្យកូនយើងទៀតមានន័យថាជំនាន់យើងគឺជាជំនាន់ដែលអត់រុងរឿងឲ្យពូជពង្សវង្សតកូលទេអញ្ចឹងយើងគោរពហឹងកុងម៉ាមានច្រើនរំលឹកឲ្យយើងធ្វើរឿងល្អរំលឹកឲ្យយើងធ្វើរឿងត្រូវច្បាប់មកចោះដូនតាពីមុនអត់មានដែរណាជាប់ទោសទណ្ឌទេមិនជំនាន់យើងមានអ្នកជាប់ទោសទណ្ឌសាងក្នុងទំព័រប្រវត្តិសាស្ត្រគ្រួសារខ្លួនឯងរំលោភគេក៏អត់ដែរមានអីខុសប្រពៃណីក៏អត់ដែរអញ្ចឹងនៅពេលដែលយើងគោរពហឹងកុងម៉ាគឺយើងដាស់សតិខ្លួនយើងសាងពូជពង្សវង្សតកូលយើងឲ្យរុងរឿងតទៅទៀតហ្នឹងគឺជាអត្ថន័យនៃការបន់ស្រន់គោរពហឹងកុងម៉ាបែបគេហៅថា logic អូខេអរគុណមែនតើហើយសម្រាប់ការតាមដានវីដេអូនេះហើយសង្ឃឹមថាពេញចិត្តហើយគាត់ reveal អស់ហើយគាត់បានបកស្រាយអស់ហើយរឿងគូនិស័យប្រហែលស្ដាប់ហើយញាក់សាច់អត់បងប្អូនបើញាក់សាច់ comment ពីក្រុមហ្នឹងថាពេញចិត្តណាហើយកុំភ្លេចអសោះបើមានសាច់រឿងខ្ញុំសំណុំពរហ្មងបើមានសាច់រឿងជួយផ្ញើឲ្យពួកខ្ញុំផងពួកខ្ញុំចង់ដឹងមែនតើថា ពួកខ្ញុំអស់រឿងហើយ ចិត្តអស់រឿងជួយបន្ថែមឲ្យពួកយើងបន្តឲ្យមានគេហៅថាសាច់រឿងរបស់បងប្អូនគឺជាសាំងចាក់រថយន្តរបស់យើងឲ្យវាតទៅមុខរហូតហ្នឹងហើយដោយ like អរគុណកុំភ្លេច share វីដេអូមួយនេះឲ្យបានច្រើនហើយយើងជួបគ្នានៅវីដេអូក្រោយ